បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំឆ្លៀតពេលបន្តិចទៅលេងព្រំស្អាងពេលល្ងាចក្នុងប្រហែលជាម៉ោង4ថ្ងៃ1ខែ1ឆ្នាំ2026បងប្អូនអើយមនុស្សច្រើនមើលគាត់ទៅលេងច្រើនណាហើយស្មាននេះហើយនៅច្រើនទៀតណាកន្លែងកញ្ចក់កន្លែងអីមួយនេះគឺនៅភ្ញៀវពេញចុះទម្រាំតាំងពីព្រឹកមកហ្នឹងដឹងភ្ញៀវប៉ុន្មានទេបណ្ឌិតព្រំស្អាងគឺច្រើនគឺឲ្យតែបនទៀនធំអីហ្នឹងខ្ញុំដឹងថាភ្ញៀវទៅលេងច្រើនហើយជាពិសេសហ្នឹងគឺមកដុតពួកគាត់ហ្នឹងដុតគឺដុតឆ្អិនល្អនឹងទីសាស្ត្រគាត់ដុតរបៀបមិនទេតែដុតឆ្អិនមកកម្រមានឆៅហើយរសជាតិហ្នឹងក៏ឆ្ងាញ់ដែរហើយតម្លៃមកដុតនៅព្រំស្អាងនេះដូចជាតម្លៃស្តង់ដារ60000អញ្ចឹងទៅ5-60000អាចនឹងលើសហ្នឹងវាអាស្រ័យទៅលើទំហំមាន់អញ្ចឹងណាដោយកន្លែងអ៊ីអញ្ចឹងខ្ញុំចូលទៅកន្លែងគាត់នេះខ្ញុំជ្រើសមាន់ណាហើយមានតាមទំហំអញ្ចឹងបើយើងជិះធំតម្លៃតាមនឹងអញ្ចឹងទៅហើយគាត់ថាគាត់លក់ថ្ងៃហ្នឹងខ្ញុំសួរគាត់ថ្ងៃហ្នឹងគាត់លក់បានប្រហែលជា40មាន់ជាងតាំងពីព្រឹកមកណាគាត់ថាបើបនទៀនធំខ្លះវិញព្រោះមាន់លក់អត់បានទេមាន់ដុតអត់តាន់ណាព្រោះចាំភ្ញៀវមកច្រើនពេកយកតែចាំដុតមកអត់តាន់ណារស់មាន់ស្រែហ្នឹងពីច្រើនគាត់ពិបាករត់ទិញនេះពេលល្ងាចណាឡានម៉ូតូអីនៅច្រើនភ្ញៀវនៅច្រើនមែនតើតែមានមកបន្តរហូតដល់ម៉ោង4ជាងហើយក៏នៅមានភ្ញៀវមកបន្តរហូតដែរឥឡូវខ្ញុំចេញពីព្រំស្អាងទៅខ្ញុំបន្តមកពលានខាងក្រោយព្រំស្អាងកន្លែងពលានយន្តហោះទេសភាពកន្លែងហ្នឹងគឺស្អាតពេលល្ងាចស្រឡះខ្យល់អីបានតែជាអត់ក្តៅទេបងប្អូនអើយក្តៅទេក្មេងៗគឺគាត់អាចបោះខ្លែងអីលេងបានតែជាស្រួលតនេះអីបងប្អូនអាចទៅលេងហ្នឹងទៅអាចនាំកូននាំចៅឲ្យទៅលេងនៅហ្នឹងស្រឡះភ្នែកមើលទេសភាពអីប្លែកវាមិនប្លែកណាស់ទេគាត់ថាទេសភាពបែបស្រុកស្រែតែប៉ុណ្ណឹងប៉ុន្តែមានពលិយន្តហោះសំខាន់គឺបានមើលយន្តហោះចុះឡើងធំទៀតណាមើលឃើញធំហើយតែមើលតាមទូរស័ព្ទដែលខ្ញុំថតនេះគឺវាមិនឃើញធំអីទេប៉ុន្តែបើទៅជាក់ស្ដែងវិញគឺឃើញធំបងប្អូនសំឡេងឲ្យឡើងខ្ទោពេញហ្នឹងណានេះនៅវាលបឹងដល់ឡើយវាលបឹងដល់ឡើយប៉ុន្តែយ៉ាងយូរ4-5ឆ្នាំ10ឆ្នាំទៀតពេញអស់ហើយកន្លែងនេះហើយទៅជាអគារអីផ្សេងអស់ចឹងណាហើយយន្តហោះដែលខ្ញុំថតនេះហើយបើតាមទូរស័ព្ទទៅឃើញឆ្ងាយឃើញតូចតែបើយើងទៅមើលជាក់ស្ដែងឃើញធំឃើញទាំង logo យន្តហោះទៀតខ្ញុំមើលដល់ផ្ទៃខ្លួនឯងដូចជាឃើញ logo ប៉ុន្តែដោយសារតែថតតាមទូរស័ព្ទនេះមើលទៅវាមានថាឆ្ងាយតែពិតចិត្តទេពេលល្ងាចឲ្យបងប្អូនអើយនេះពេលល្ងាចទេសភាពមេឃអីវ៉ាន់ស្ទុំស្អាតខ្យល់ត្រជាក់នេះឃើញធំប៉ុន្តែដោយសារតែថតតាមទូរស័ព្ទទៅឃើញទូយន្តហោះហ្នឹងធំណានៅតំបន់ម្ដុំដែលខ្ញុំឈរហ្នឹងបច្ចុប្បន្ននេះគឺនៅជាវាលជាព្រៃជាអីចឹងណាខ្ញុំអាចថាប្រហែលជា4-5ឆ្នាំ10ឆ្នាំទៅមុខទៀតហ្នឹងគឺប្រកាសជាផ្លូវពេញហ្នឹងហើយផ្លូវបេតុងផ្លូវស៊ូអីសួរយើងមិនអាចចូលដល់ហ្នឹងទៀតនេះមានអ្នកទៅលេងច្រើនណាស់ហើយមានអ្នកមកហ្នឹងបន្តរហូតហើយកន្លែងប្រាស់ហ្នឹងអាហ្នឹងយើងបានតែមកលេងខែហ្នឹងទេតែបើសិនជាខែទឹកឡើងគឺយើងអាចមកដល់ហ្នឹងបានទេបានតែខែទៅស្រកទេតែបើសិនជាភ្ញៀវគាត់មកញ៉ៃច្រើនឬក៏មនុស្សនេះគាត់មកលេងច្រើនបើសិនជាគាត់បង្កបញ្ហាខ្ញុំគិតថាអាចនឹងបិទអត់ឲ្យចូលទៀតស្រួលហ្នឹងប៉ុន្តែនេះភ្ញៀវមនុស្សនេះដែលគាត់ទៅលេងច្រើនហ្នឹងគាត់តែហូបអីភាសាអីជុំគ្នាតែអ្វីដែលជាល្អហ្នឹងពេលដែលគាត់ហូបអីភាសាអីជុំគ្នាហើយគាត់គួរតែច្រកសម្រាមរបស់ហ្នឹងមកផ្ទះវិញណាយករបស់ចោលនៅផ្ទះវិញកុំបោះចោលនៅហ្នឹងជួយរក្សាអនាម័យទាំងអស់គ្នាជិះវៀងថា
ខាងបរិយាគេឃើញថាកន្លែងនេះបរិស្ថានស្អាតគេនៅឲ្យយើងចូលមកលេងអញ្ចឹងណាតែបើចៃដល់អីលេងខាងបរិយាគេឃើញថាអូកន្លែងនេះមនុស្សម្នាមកលេងច្រើនតែគាត់ហូបចុកហើយគាត់បោះសម្រាមចោលនឹងពេញអញ្ចឹងវាអាចនាំឲ្យប៉ះពាល់ដល់ខាងបរិយាអញ្ចឹងណាអាចនឹងគាត់បិទឲ្យយើងចូលទៅថ្ងៃក្រោយទៀតអញ្ចឹងណាអញ្ចឹងយកល្អយើងគួរតែវិខ្ចប់មកផ្ទះវិញទៅពេលដែលយើងផ្សាយហើយអញ្ចឹងណាជៀសវាងការបោះចោលទៅពីទ្វារពេញនឹងអញ្ចឹងទៅនាំតែឲ្យមើលវាអាក្រក់មើលហើយណាមួយទៅតែយើងពងាយពេញហ្នឹងហើយក្រោយទៅគេអាចនឹងបិទដល់យើងចូលដល់ហ្នឹងអញ្ចឹងវាពិបាកតែអ្នកដែលចង់ទៅលេងក៏អត់បានទៅអញ្ចឹងណាយន្តហោះឡើងមកទៅតែមួយផ្លែតហ្នឹងយន្តហោះឡើងច្រើនចុះឡើងច្រើនតែក្នុងមួយថ្ងៃគឺរាប់រយជើងគេថាពលានស្ងាត់តែមានអីស្ងាត់យន្តហោះអត់ចេះតិចនេះអ្នកមកលេងនៅតែបន្តមកលេងហ្នឹងទោះថ្ងៃលេខចិត្តអស់ក៏នៅតែមានអ្នកមកដែរទល់យប់បាទនេះពេលយប់ភ្លើងស្អាតភ្លើងភ្លឺតលេងបងប្អូនតលេងកន្លែងហ្នឹងអត់ភ័យរឿងល្ងឹតទេយប់ក៏ភ្លឺដែរមានភ្លើងមានអីគេភ្លឺពេញហ្នឹងទាំងអស់កន្លែងយើងលេងកន្លែងដែលខ្ញុំឈួរថតហ្នឹងមានភ្លើងគេនៅហ្នឹងម៉ោង7អីវ៉ាន់ក៏បងប្អូនអាចនៅបានដែរ7កន្លះ8ក៏នៅបានដែរនៅមានមនុស្សជិះចូលធម្មតាទេហើយចង់ត្រឡប់ទៅផ្ទះវិញក៏នៅមានតាមភូមិតាមអីក៏អត់ស្ងាត់ដែរហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនណាអរគុណសូមជម្រាបលា